ដើម្បីបានចូលប្រកបវិជ្ជាជីវៈមេធាវីអាចធ្វើត្បឿងតាមពីរបៀបគឺទី1តាមរយៈមាត្រា31និងទី2តាមរយៈមាត្រា32នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីសម្រាប់របៀបទី1យោងតាមមាត្រា31បានបញ្ញត្តិថាជនដែលអាចប្រកបវិជ្ជាជីវៈមេធាវីបានត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម 1. ត្រូវមានសញ្ជាតិខ្មែរ 2. ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល 3. ត្រូវមានវិញ្ញាបនបត្រសម្គាល់ខាងវិជ្ជាជីវៈមេធាវីដែលចេញដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ខាងវិជ្ជាជីវៈមេធាវីត្រូវធ្វើការសិក្សារយៈពេល1ឆ្នាំនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី 4. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិមឬក្រិតឬផ្តន្ទាទោសជាបទវិន័យឬផ្តន្ទាទោសជាបទរដ្ឋបាលដូចជាការលុបឈ្មោះចោលការបញ្ឈប់ពីមុខងារការហូតងារអំពីអំពើផ្ទុយនឹងកិត្តិយសឬអំពើមិនស្អាតស្អំមិនត្រូវមានឋានៈផ្ទាល់ខ្លួនដែលប្រកាសដោយតុលាការដោយឡែកសម្រាប់របៀបទី2វិញមាត្រា32នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក៏បានបញ្ញត្តិពីករណីដែលអ្នកស្នើសុំមិនចាំបាច់មានវិញ្ញាបនបត្រសម្គាល់ខាងវិជ្ជាជីវៈមេធាវីនិងមិនចាំបាច់មានបរិញ្ញាបត្រច្បាប់នោះទេប្រសិនបើបុគ្គលនោះគឺជាចៅក្រមដែលបានបម្រើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី5ឆ្នាំនិងអតីតចៅក្រមដែលមានសញ្ញាបត្រមធ្យមសិក្សាច្បាប់ហើយដែលបានបម្រើក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី2ឆ្នាំក្នុងករណីមួយចំនួនទៀតអ្នកស្នើសុំចូលប្រកបវិជ្ជាជីវៈមិនចាំបាច់មានវិញ្ញាបនបត្រខាងវិជ្ជាជីវៈមេធាវីនោះទេប្រសិនបើបុគ្គលនោះស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោមអ្នកមានបរិញ្ញាបត្រច្បាប់ហើយដែលបានបម្រើការងារក្នុងវិស័យច្បាប់ឬតុលាការលើសពី2ឆ្នាំមេធាវីដែលមានសញ្ជាតិដើមជាខ្មែរដែលបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៅបរទេសអ្នកមានសញ្ញាបត្របណ្ឌិតច្បាប់យោងតាមសេចក្តីសម្រេចលេខ115/21/21ចុះថ្ងៃទី15ខែកុម្ភៈឆ្នាំ2021របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីនីតិវិធីនៃការទទួលពិនិត្យនិងសម្រេចលើពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវីត្រង់ប្រការ4និងប្រការ14បានចែងថាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចបានកំណត់ខាងលើហើយមានបំណងចូលប្រកបវិជ្ជាជីវៈមេធាវីត្រូវមកទិញពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវីនៅនាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាការដាក់ពាក្យសុំនិងឯកសារតម្រូវភេសងត្រូវកំណត់ដោយគណៈមេធាវីតាមការប្រកាសរបស់គណៈមេធាវីនៅរៀងរាល់ម៉ោងធ្វើការនៃថ្ងៃបំពេញការងារចំពោះបុគ្គលដែលបានដាក់ពាក្យចូលប្រកបតាមមាត្រា32នឹងត្រូវធ្វើអធិការកិច្ចដើម្បីត្រួតពិនិត្យអំពីភាពត្រឹមត្រូវនៃឯកសារនិងត្រូវឆ្លងកាត់ការប្រឡងធ្វើតេស្តសមត្ថភាពលើវិញ្ញាសាសេនិងវិញ្ញាសាសួរផ្ទាល់មាត់ផងដែរការយល់ព្រមឲ្យប្រកបវិជ្ជាជីវៈមេធាវីត្រូវសម្រេចដោយក្រុមប្រឹក្សាគណៈមេធាវីក្រោយពីបានពិនិត្យលើការបំពេញលក្ខខណ្ឌសព្វគ្រប់ដែលមានកំណត់ក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវីសេចក្តីសម្រេចលេខ115/21ចុះថ្ងៃទី15ខែកុម្ភៈឆ្នាំ2021របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោយពីមានយោបល់របស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរភ្នំពេញក្នុងករណីដែលសាមីខ្លួនមិនយល់ស្របតាមសេចក្តីសម្រេចរបស់គណៈមេធាវីទេនោះសាមីខ្លួនអាចប្តឹងតវ៉ាទៅសាលាឧទ្ធរភ្នំពេញបានក្នុងរយៈពេល2ខែចាប់ពីថ្ងៃទទួលដំណឹងសម្រាប់មេធាវីដែលត្រូវបានទទួលឲ្យប្រកបវិជ្ជាជីវៈមេធាវីត្រូវធ្វើសេចក្ដីប្រណិធានជាមុននៅចំពោះមុខសាលាឧទ្ធរភ្នំពេញដោយមានវត្តមានរបស់ប្រធានគណៈមេធាវីឬតំណាងដែលចាត់តាំងដោយប្រធានគណៈមេធាវីដើម្បីធានាឲ្យបាននូវគុណភាពនិងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មេធាវីមេធាវីដែលទើបបានចុះឈ្មោះត្រូវធ្វើកម្មសិក្សារយៈពេល1ឆ្នាំតាមបែបបទដែលកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីលើកលែងតែមេធាវីណាដែលមានការអនុញ្ញាតឲ្យរួចពីកម្មសិក្សាក្នុងរយៈពេលនៃកម្មសិក្សាមេធាវីត្រូវទទួលការបំពេញបន្ថែមដែលរៀបចំឡើងដោយគណៈមេធាវីនិងត្រូវចូលរួមបម្រើការងារឲ្យពិតប្រាកដជាសហការីក្នុងការិយាល័យមេធាវីណាមួយនៅអំឡុងពេលនោះក្រុមប្រឹក្សាគណៈមេធាវីនឹងចាត់មេធាវីម្នាក់ជាមេធាវីពេញសិទ្ធិដែលប្រកបវិជ្ជាជីវៈមេធាវីយ៉ាងតិច3ឆ្នាំដើម្បីធ្វើជាគ្រូកម្មសិក្សាដែលត្រូវបានជ្រើសរើសដោយស្ម័គ្រចិត្តនិងតាមការព្រមព្រៀងរវាងគ្រូកម្មសិក្សានិងកម្មសិក្សាការីដោយត្រូវមានកិច្ចសន្យាហការរវាងគ្រូកម្មសិក្សានិងកម្មសិក្សាការីគ្រូកម្មសិក្សាបានដើរតួនាទីយ៉ាងសំខាន់ត្រូវទទួលខុសត្រូវក្នុងការបង្ហាត់បង្រៀននិងផ្ដល់ចំណេះដឹងដល់កម្មសិក្សាការីចំពោះការប្រកបវិជ្ជាជីវៈមេធាវីនិងការធ្វើបាយការបញ្ចប់កម្មសិក្សាក្នុងអំឡុងពេលកម្មសិក្សាចំពោះកម្មសិក្សាការីដែលចូលប្រកបតាមមាត្រា32ត្រូវចូលរួមក្នុងវគ្គសុក្រិតការវិជ្ជាជីវៈមេធាវីនិងការបណ្ដុះបណ្ដាលនានាតាមការកំណត់របស់គណៈមេធាវីក្រោយពេលបញ្ចប់កម្មសិក្សានិងផ្អែកលើរបាយការណ៍មានលក្ខណៈត្រឹមត្រូវតាមការកំណត់នៃលក្ខខណ្ឌទម្រង់និងខ្លឹមសារហើយ
ក្រុមប្រឹក្សាគណៈមេធាវីនឹងសម្រេចចុះឈ្មោះរបស់កម្មសិក្សាការីក្នុងបញ្ជីគណៈមេធាវីសរុបមកវិញអ្នកដែលមានបំណងចង់ចូលប្រកបវិជ្ជាជីវៈមេធាវីគួរគប្បីសិក្សាស្វែងយល់ពីលក្ខខណ្ឌតម្រូវនិងស្វែងយល់បន្ថែមពីវិធានវិជ្ជាជីវៈមេធាវីដែលរួមមានច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក្រមសីលធម៌មេធាវីនិងបទបញ្ជាផ្ទៃក្នុងរួមទាំងសេចក្តីសម្រេចលេខ115 1/21ចុះថ្ងៃទី15ខែកុម្ភៈឆ្នាំ2021របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីអាចត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនឲ្យបានរួចរាល់ទុកជាមុន។